សួស្តីបងប្អូនអ្នកគ្នាបើត្រឡប់មកជួបមេរៀនថ្មី CSNR តើតោងជាមួយនឹង CSNR ថ្ងៃនេះដែរយើងរៀនមេរៀនដែលតពី episode មុនគឺជា Classic A and Classic V Classic A ក៏ប៉ុន្តែវាអត់ខុសទៅនឹងគេហៅថា rejection នៅក្នុង ICT គេហៅថា rejection block ណា rejection bullish and bearish ហើយនៅក្នុង CSNR គឺមាន support and resistance ណា support and resistance ហើយបើយើងនិយាយអំពីមេរៀនដែលយើងរៀនឥឡូវនេះគឺ Classic A and Classic V Classic គឺយើងប្រើនៅលើ candlestick តែម្ដងបើសម្រាប់ support and resistance គឺយើងប្រើនៅលើ line chart ក៏ប៉ុន្តែពីរហ្នឹងអត់ខុសគ្នាទេដូចគ្នាណាដូចគ្នាក៏ប៉ុន្តែអ្នកដែលគាត់ trade ឬក៏គាត់ mentor ដែលគាត់បង្រៀនបែងចែក concept គ្នាអញ្ចឹងធ្វើឲ្យអ្នករៀនគាត់ច្របូកច្របល់ក្នុងការរៀនប៉ុន្តែគាត់អត់បញ្យល់ឲ្យច្បាស់កន្លែងហ្នឹងទេសម្រាប់ខ្ញុំបញ្យល់ឲ្យច្បាស់ទាំង Classic A Classic V ទាំង support and resistance ទាំង rejection ណាទាំង rejection អូខេមកដល់នេះអ្នកនរគ្នាអាចសង្កេតមើលបានកន្លែងនេះដែលយើងហៅថាជា Classic A Why to Classic A Classic A កន្លែងនេះក៏ប៉ុន្តែអត់ខុសពី support and resistance ទេណាវាស្មើនឹង resistance បើនិយាយអំពី ICT គេហៅថា rejection block a bearish rejection block bullish rejection block អូខេតែសម្រាប់CSNR យើងហៅគេហៅថាជា Classic A អូខេ Classic A យើងមើលពីក្នុង high time frame ដេញមក lower time frame វិញហេតុអីបានឲ្យមើល high time frame ជា flow ធំប្រសិនបើ flow ធំ bearish យើងត្រូវ trade bearish ហើយ flow ធំ bullish យើងត្រូវ trade bullish អត់ trade បច្រាស់ flow ធំទេ flow គឺជាលំហូរនៃការឡើងឬក៏ចុះ direction move up trend ឬក៏ down trend អញ្ចឹងប្រសិនបើយើងបច្រាស់ high time frame ប្រឆាំង high time frame lower time frame គឺយើង trade អត់កើតទេ not model entry ប៉ុន្តែបើយើងមើលនៅក្នុង high time frame ដូចជា1ម៉ោងឬក៏ condition របស់4ម៉ោងអ្នកនរគ្នា scroll មក15នាទីឬក៏5នាទីគឺជា model entry good setup ណាអូខេយើង analyze នៅក្នុង1ម៉ោង 1 hour time frame ហើយ fix មក15នាទីដើម្បីរក entry model ហេតុអីបាន entry model កន្លែងនឹងមាន entry model អញ្ចឹងយើងដាក់ classic A កន្លែងនេះគឺជា classic A សម្រាប់ trade ខ្ញុំដាក់ classic A អញ្ចឹងអ្នកនរគ្នាអាចមកមើលបាននៅក្នុង model 15នាទីអញ្ចឹងសម្រាប់ model 15នាទីអ្នកនរគ្នាអាចឃើញកន្លែងនេះសម្រាប់ការ combo ចូលគ្នាសម្រាប់ការ combo ចូលគ្នាអ្នកនរគ្នាអាចប្រើ inversion fair value gap ក៏បានអាចប្រើម្យ៉ាងទៀតយើង open close level ចាប់ពីនេះមក open close level អញ្ចឹង open close level ហ្នឹងដូចខ្ញុំបញ្ជាក់នៅក្នុងមេរៀនមុនអញ្ចឹងវាជា key មួយសម្រាប់ trade ណា key មួយសម្រាប់ trade ដែរទាំងលក់និងទិញបើយើងអត់ចង់ trade បែបហ្នឹងទេយើងអាចរក key ផ្សេងក្រៅពីនឹងបានដូចជា drop ណា rally base drop ឬក៏យើងមករកយើងហៅថាជា QM sell ណាយើងរក QM បានអូខេកន្លែងនេះក៏ប៉ះ QM ដែរកន្លែងនេះប្រើ QM ក៏បាននេះអត់ជាបញ្ហាទេណាយើងប្រើ QM ក៏បានប្រើ open close level ក៏បានដែរសម្រាប់ការ trade set up ទៅនេះអញ្ចឹងបើសិនបើអ្នកនរគ្នា trade នៅ classic នេះយើងយកសម្រាប់ជា key level នៅក្នុង high time frame ណា1ម៉ោងជា high time frame នេះជា key level why the key level គឺជាគេហៅថាជាខ្សែបន្ទាត់សម្រាប់ទប់តម្លៃទិញឬក៏លក់បន្ទាប់មកយើងមាន model entry ហ្នឹងគេហៅថាជាការ set up ឬក៏ការបំរុងលក់ឬក៏ទិញឧទាហរណ៍ងាយៗកន្លែងនេះឧទាហរណ៍ងាយៗណាយើងប្រើ 1 hour time frame ណា 1 hour time frame កន្លែងនេះជាអីជា classic A ហ្នឹងមានតួនាទីក្នុងការទប់ price កុំឲ្យ move ណា rally up ឡើងទៅលើគឺឲ្យ drop down low មកខាងក្រោមវិញតោះនេះហើយយើងចូលមក15នាទីឬក៏5នាទីដើម្បីរក model entry sell យល់ទេណាយល់ទេអញ្ចឹងអ្នកនរគ្នាអាចដាក់ entry sell អញ្ចឹងយើង sell បើសិនបើយើង sell នៅ entry model យើងហៅថាជា classic A អត់ជាបញ្ហាទេប៉ុន្តែយើងហែកបន្តិចប៉ុន្តែយើងយក classic A ហ្នឹងយកជា key level ហើយមាន key តូចសម្រាប់ trade
ដូច PDRA អញ្ចឹងណាយើងដាក់ stop loss យើងត្រឹម5លេខមកឧទាហរណ៍ដាក់5លេខដល់លើនេះហើយ classic វានៅនេះណា classic នៅលើនេះជា key សម្រាប់ support price រុញចូលមកក្នុងក្រុមហើយយើងយក QM cell យកសម្រាប់ text សម្រាប់ entry ណាសម្រាប់ entry ហើយយើងមកមើល low ណាយើងសុំ combo មួយទៀតទៅយើងយកកន្លែងនេះជា liquidity សម្រាប់ target ណាសម្រាប់ target តែប៉ុណ្្នឹងមកគឺអូខេ set up គឺបានតែប៉ុណ្្នឹង clean set up មួយណាវាអត់ជាបញ្ហាច្រើនទេសម្រាប់ការ trade ដូចខ្ញុំបញ្ជាក់អញ្ចឹងថាមិនថា support and resistance supply and demand គ្រប់ concept ទាំងអស់សិតតែមានប្រសិទ្ធភាពអាស្រ័យទៅលើការ back test ជាក់ស្ដែងអាស្រ័យទៅលើការ trade តើអ្នកទាំងអស់គ្នាយល់អំពី concept នីមួយៗបានប្រហែលរៀនអំពីវាបានប្រហែលឆ្នាំហើយប្រហែលខែហើយ back test វាបានប្រហែលខែ concept មួយត្រូវការពេលប្រើរយៈពេលរៀនយ៉ាងតិចក៏1ឆ្នាំដែរត្រូវការ back test យ៉ាងតិចក៏3ខែទៅ6ខែដែរហើយបានចាប់ដើម apply ជាមួយនឹង real market បន្ថែមទៀតមិនមែនគ្រប់យ៉ាងទាំងអស់សុទ្ធតែដាក់ទៅចំណេញសុទ្ធតែជោគជ័យទាំងអស់ទេអាស្រ័យលើភាពជាក់ស្ដែងនៃការរៀនសូត្ររបស់យើងតោះនេះ classic V ណាតើតងជាមួយនឹងកន្លែងនេះយើងហៅថាជា classic V អូខេ classic V ដាក់វាតិចមកឲ្យស្រួលមើល classic V អញ្ចឹង classic V បើយើងដាក់ line chart ស្មើនឹង support and resistance and support អញ្ចឹងអត់មានជាបញ្ហាសម្រាប់ការ trade ទេចង់ trade មួយណាក៏បានដែរណាចង់ trade មួយណាក៏បានដែរអាស្រ័យទៅលើយើងទេបើយើងចង់ trade classic អូខេ trade classic trade support and resistance អត់ជាបញ្ហាទេអញ្ចឹងកន្លែងនេះវាបានប៉ះជាមួយនឹង classic A classic V and classic A អញ្ចឹងសម្រាប់ high time frame ជា flow ធំជា key សម្រាប់ support price ឲ្យរុញចុះឲ្យរុញឡើងណាអញ្ចឹងយើងមកមើល15នាទីឬក៏5នាទីដើម្បីរក entry model អញ្ចឹង entry model កន្លែងនេះខ្ញុំអាចរក set up បានណាយើងអាចរក set up បានអញ្ចឹងសម្រាប់កន្លែងនេះខ្ញុំរក QM ណា QM buy ខ្ញុំប្រើ QM ដដែលហើយខ្ញុំរក entry របស់ខ្ញុំអូខេ entry ខ្ញុំដាក់ SO ត្រឹម5លេខអូខេដាក់5លេខចុះហើយខ្ញុំរុញមកដល់ resistance ខាងលើអូខេខ្ញុំដូរមកដាក់ line chart candlestick វិញអូខេអញ្ចឹងទៅតងមួយ candlestick កន្លែងនេះយើងឃើញកន្លែងនេះមាន classic V ហើយ entry model ដែលយើងប្រើនៅក្នុង15នាទីគឺ QM buy ណាអ្នកនរគ្នាអាចប្រើ QM ក៏បានប្រើ classic កន្លែងនេះក៏បានដែរអត់ជាបញ្ហាទេបើ price រុញមកដល់កន្លែងនេះវាស្មើនឹងការ sweep liquidity អញ្ចឹងមកយើងចូល1ម៉ោងដដែលឧទាហរណ៍យើងចូលនៅក្នុង1ម៉ោងកន្លែងនេះមិនមាន fair value gap ណាយើងអាចប្រើ fair value gap មួយតង់ទៀតដើម្បីជួយជំរុញ price ឬក៏យើងមានថាយើងឲ្យset up របស់យើងវាមានការជឿជាក់បន្ថែមដែលយើង combo ពី ICT មកជាមួយនឹង CSNR very good អត់មានខុសទេ combo ចូលគ្នាបានអត់ជាបញ្ហាទេសម្រាប់ការ trade ណា combo ចូលគ្នាបានអញ្ចឹងខាងក្រោមនេះមាន fair value gap មាន classic A ឬក៏ classic V តែនេះមាន classic V ហើយមានQM buy អញ្ចឹងយើងអាច set up បានហើយណាយើងអាច set up ឬក៏ទិញលើកឡើងបានជាក់ស្ដែងណាចឹងសង្ឃឹមថាបងប្អូនអ្នកគ្នាយកទៅ back test លោកគិន back testing ហើយបើសិនជាមានចម្ងល់ផ្សេងៗអាចឆាតនៅក្នុង community របស់បានឆាតនៅក្នុង